ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅបងខេរៀបចំខ្លួនទៅលេងផ្ទះម្ដាយក្មេកនិងជួបជុំគ្រួសារសាច់ថ្លៃលក្ខណៈគ្រួសារធំមុនខ្ញុំជួបតែម្ដាយក្មេកនិងប្អូនថ្លៃខ្ញុំទេប៉ុន្តែថ្ងៃនេះបងខេក៏នាំខ្ញុំឲ្យគ្រប់គ្នាបានស្គាល់មុនពេលពួកយើងរៀបការមុននឹងចេញទៅខ្ញុំថែរក្សាស្បែកខ្ញុំជាមុនសិនជួតជាមួយនឹងសម្លៃជូតមុខអែលសាដែលសម្បូរទៅដោយទឹកសារ៉ូមព្យាបាលស្បែកមុខហើយខ្ញុំលាបជាមួយនឹងសាន់ខែជាប្រភេទគ្រីមលាបពេលថ្ងៃជាប្រភេទលេការពារស្បែកកុំឲ្យកើតជាំកើតអាចរុយបងប្អូនលាបជាប្រចាំពេលថ្ងៃមិនថាមេក្តៅមេតិចទេគឺវាជួយឲ្យស្បែកយើងក្មេងផ្ដល់សំណើមកាត់បន្ថយភាពចាស់ផងដែរដោយសារតែពេលវេលានៅច្រើនដែរអញ្ចឹងទៅបងខេគាត់ក៏នាំខ្ញុំដើរមើលទីក្រុងដែលពួកយើងរស់នៅសិននៅទីក្រុងដែលពួកយើងរស់នៅជាទីក្រុងចំណាស់ប៉ុន្តែមានភាពទាន់សម័យហើយស្រស់ស្អាតខ្លាំងប្រជាជនរស់នៅទីនេះមានភាពរុះរាយរាក់ទាក់សណ្ដាប់ធ្នាប់ហើយអនាម័យខ្ពស់ហើយរដ្ឋាភិបាលក៏ស្រួលដែរនិយាយទៅស្រួលមកចាប់តែម្ដងបងប្អូនដូច្នេះហើយបានជាមានខមមិនបងប្អូនខ្មែរមួយចំនួនគាត់ខមមិនសួរថានៅទីនេះស្រស់ស្អាតយ៉ាងហ្នឹងស្រួលយ៉ាងហ្នឹងហេតុអ្វីបានជាខ្ញុំមិនរស់នៅប្រទេសស្វីសហេតុអ្វីបានជាខ្ញុំមិនធានាកូនខ្ញុំឲ្យមករៀននៅប្រទេសស្វីហើយយកពុកម៉ែខ្ញុំមកនៅជាមួយមិនបានទៅនៅស្រុកខ្មែរវិញមិនក៏ឲ្យបងខេឈប់ធ្វើការងារនៅស្វីសហើយទៅរស់នៅខ្មែរជាមួយខ្ញុំបងប្អូនទាំងអស់គ្នាដែលសារតែខ្ញុំកើតនៅខ្មែរខ្ញុំលូតលាស់នៅខ្មែរអញ្ចឹងទម្លាប់រស់នៅរបស់ខ្ញុំគឺស៊ាំថ្នឹកជាមួយប្រទេសខ្មែរហើយពុកម៉ែខ្ញុំក៏គាត់អត់ចេះរស់នៅស្រុកគេដែរហើយនៅខ្មែរខ្ញុំក៏មានមុខរបរអាចរកស៊ីរស់នៅបានអញ្ចឹងបងខេគាត់ក៏ស្រឡាញ់ស្រុកខ្មែរគាត់ក៏ទៅនៅធ្វើការមួយខ្ញុំនៅខ្មែរគាត់ក៏រស់នៅស្រួលចុះសម្រុងអញ្ចឹងខ្ញុំមកលេងប្រទេសស្វីសតែរដូវក្តៅទេបងប្អូនតែលក្ខណៈ holiday អីទេហើយបងប្អូនសួរចេះចុះខ្ញុំក៏អត់ដឹងឆ្លើយថាមិនដែរព្រោះមនុស្សយើងម្នាក់មានចំណង់ចំណូលចិត្តខុសគ្នាចឹងណាបងហើយខ្ញុំក៏អត់មើលឃើញអនាគតមិនដែរនៅថ្ងៃអនាគតប៉ុន្តែខ្ញុំក៏យកសញ្ជាតិនៅប្រទេសស្វីសនឹងដែរហើយកូនរបស់ខ្ញុំក៏យកសញ្ជាតិដែរឥឡូវត្រឡប់មកមើលទីក្រុងពួកខ្ញុំរស់នៅវិញបងប្អូននៅលើកពូលដែលខ្ញុំឈរហ្នឹងគឺមានអាយុ1000ឆ្នាំហើយបងប្អូនហើយពេលដែលយើងមើលទៅក្រោមទៅគឺយើងឃើញផ្ទះអ្នករស់នៅចឹងហើយបងប្អូនឃើញផ្ទះតូចចឹងមិនមែនថោកទេផ្ទះមួយមានតម្លៃ5លានទៅ6លានដុល្លារបងប្អូនប៉ុន្តែនៅនេះគេចាយលុយអឺរ៉ូហើយក៏មានខ្លះមានតម្លៃទាបជាងនឹងដែរប៉ុន្តែផ្ទះដែលនៅជើងភ្នំខ្ញុំស៊ូមមើលហ្នឹងគឺតម្លៃ5ទៅ6លានហើយមាន5បន្ទប់6បន្ទប់7បន្ទប់អីចឹងទៅអានេះបងខេគាត់ប្រាប់ខ្ញុំហើយជាការប៉ັດឲ្យពួកខ្ញុំក៏ធ្លាប់ទៅសួរតម្លៃផ្ទះគេដែរហើយនៅភូមិដែលពួកខ្ញុំរស់នៅហ្នឹងគឺមានបឹងមួយដ៏ធំមានទឹកហូរឡើងថ្លាឆ្វង់ស្អាតតែម្ដងមានសត្វកង្កោក៏បងប្អូនសត្វស្វនណាសត្វកងានតែពួកប្រភេទអាកងានធំណាស្អាតតែវាហែលទឹកណាហើយក៏មានសត្វបាក់សីសត្វអីស្អាតមែនតែនហើយនៅលើកប៉ែងដែលបងខេកំពុងតឡើងហ្នឹងគឺមានអាយុ1000ឆ្នាំហើយខ្ពស់ហើយគាត់ប្រពន្ធខ្ញុំឡើងជាមួយខ្ញុំថាអត់ទេគាត់ប្រពន្ធខ្ញុំឡើងទៅមើលទេសភាពទីក្រុងទាំងមូលអញ្ចឹងខ្ញុំក៏ព្រមឡើងទៅមួយគាត់បងប្អូនមានអីស្អាតតែហើយសម្រាប់អាកាសធាតុខែស្លឹកឈើជ្រុះអញ្ចឹងត្រជាក់ធម្មតាវាត្រជាក់ដែរតែវាអត់ត្រជាក់ខ្លាំងរហូតដល់យើងទ្រាំអត់បានទេមកបងប្អូនចូលចិត្តត្រជាក់អីត្រូវហ្មងហើយបើនិយាយពីទេសភាពបងមើលទៅជុំវិញខ្លួនគឺពណ៌មាសពណ៌ក្រហមឆ្អិនឆ្អៅហ្មងព្រោះស្លឹកឈើវាចាប់ផ្ដើមប្រែពណ៌ណាបងប្រទេសស្វីសគឺជាប្រទេសអ្នកមានអញ្ចឹងបើយើងចង់រស់នៅប្រទេសស្វីសតើតែយើងមានការងារល្អមានប្រាក់ចំណូលច្រើនឬក៏មានមុខរបរដែលផ្គត់ផ្គង់ជីវភាពយើងបានស្រួលហើយបើចង់មកលេងក៏យើងត្រូវតែត្រៀមលុយឲ្យច្រើនដែរព្រោះអ្វីគ្រប់យ៉ាងគឺថ្លៃខ្លាំងណាបងប្អូនឥឡូវគឺដល់ពេលដែលខ្ញុំត្រូវធ្វើដំណើរទៅផ្ទះម្ដាយក្មេកខ្ញុំហើយម៉ាក់ខ្ញុំឆាតមកសួររហូតថាមិនឲ្យកូនទៅលេងផ្ទះម៉ាក់ក្មេកហើយជួបជុំខាងសាច់ថ្លៃហ្នឹងមិនដែរហើយសម្រាប់ខ្ញុំហ្នឹងអត់តន់ទៅដល់ទេប៉ុន្តែផិតភ័យដែរហ្នឹងបងប្អូនបេះដូងឌុកដាក់រហូតហើយបងខេថាអត់អីទេអូនកុំបារម្ភកុំភ័យកុំព្រួយអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់ទស្សនាវីដេអូផ្សេងរបស់ពួកខ្ញុំទេបងប្អូនកុំភ្លេច follow like និង share comment ផងខ្ញុំនឹងផុសពីវីដេអូសកម្មភាពតជាពិសេសទេសភាពស្អាតប្លែកនៅប្រទេសស្វីសនិងនៅអឺរ៉ុបគ្រប់ប្រទេសផ្សេងដែលពួកខ្ញុំបានធ្វើដំណើរជូនបងប្អូនទាំងអស់គ្នាទស្សនាហើយក៏សូមខន្តីអភ័យទោសបើសិនបើពួកខ្ញុំចេញវីដេអូទៅមានការមិនសមរម្យបងប្អូនមិនចូលចិត្តឬក៏មិនពេញចិត្តឬក៏ធ្វើឲ្យប៉ះពាល់កន្លែងណាមួយសូមបងប្អូនមេត្តាខន្តីអភ័យទោសផងពួកខ្ញុំរីករាយនឹងទទួលការរិះគន់ស្ថាបនារបស់បងប្អូនទាំងអស់គ្នា